នេះជប់សិនអូយបងប្អូនតន់ហន់មែនតើណាមុខថាអូគេនិយាយលយដាក់សហរដ្ឋអាមេរិកថាចេះបើសិនជាអាមេរិកมันឈប់រញ៉េរញ៉ៃពីបញ្ហាព្រំដែនកម្ពុជាសៀមទេខាងប្រទេសសៀមហ្នឹងនឹងឈប់រកស៊ីជាមួយអាមេរិកមានអីថ្ងៃនេះថ្ងៃទី13ខែ11 2025អាមេរិកបានចេញលិខិតនេះបងប្អូនគឺសម្រាប់ដាក់ទណ្ឌកម្មទៅលើបុគ្គល5រូបនិងអង្គភាព3នៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយនិងប្រទេសសៀមបងប្អូនក្រោមហេតុផលថាប្រជាជនសហរដ្ឋអាមេរិកបានខាតបង់ប្រាក់រហូតដល់$10,000 លានបើធៀបជាមួយនឹងឆ្នាំ2024កើនដល់ 66% តាក់ទងនឹងករណីឧក្រិដ្ឋកម្មឆបោកតាមអនឡាញបងប្អូនអូយបងប្អូនហើយសហរដ្ឋអាមេរិកហ្នឹងក៏បាននឹងស៊ើបអង្កេតពីប្រទេសកម្ពុជានិងប្រទេសឡាវដែរក៏ប៉ុន្តែมันបាននិយាយថាដាក់ទណ្ឌកម្មដល់ប្រទេសទាំងពីរនេះទេអូហូអាសៀមអញសែនសប្បាយចិត្តឲ្យតែលើឈ្មោះប្រទេសហែងវិនាតោះនេះអាសៀមមិនដែរជាពិសេសអាមុខថាហែងគឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គល7នាក់ដែលជាប់ចោទពីបទឧក្រិដ្ឋកម្មឆបោកតាមអនឡាញតោះនេះហែងខ្លាំងទៅឯងអវិនាអន្តរាយ